នៅក្នុងទឹកដីស្រុកស្ទងខេត្តកំពង់ធំគឺមានឃុំមួយដែលប្រជាជនរស់នៅគឺពឹងផ្អែកទៅលើផ្ទៃជលសាសុទ្ធសាធតែម្ដងហើយមធ្យោបាយដែលអាចធ្វើដំណើរទៅដល់ក្នុងឃុំនេះគឺមានតែទូកឬកាណូតគឺជាមធ្យោបាយចម្បងសម្រាប់ប្រជាជនដែលគាត់រស់នៅក្នុងភូមិនេះឬអ្នកដែលចង់ទៅលេងនៅក្នុងភូមិមួយនេះតាមរយៈលោកពូមេឃុំពីមបាងគឺលោកបានបញ្ជាក់ថាការរស់នៅរបស់ប្រជាជននៅក្នុងឃុំមួយនេះគឺពឹងផ្អែកទៅលើការនេសាទសុទ្ធសាធតែម្ដងអានេះចេះហាត់តើគាត់ចេះតាំងពីអាយុប៉ុន្មានឆ្នាំអូនអានេះចេះហាត់តើគាត់ចេះទាំងអស់គ្នាមែនម្ដេញរូបអូនជាកូនស្រីនាងនេសាទៀបការមិនស្អាតប្រឡាំងជាប់ក្លិនមាច់ឆាបងស្គាល់ជាតិហើយបងថាចោលក្នុងជលសានេះហើយវាសនាបផានៅភូមិបាក់ព្រាព្រែកត្រប់បង្កប់រឿងស្នេហ៍តាមរយៈលោកអ៊ុំមុំសុវណ្ណដែលជាប្រធានសហគមន៍ពៅវើយលោកបានបញ្ជាក់ប្រាប់ពួកយើងឲ្យដឹងថាសហគមន៍នេះបានបង្កើតឡើងតាំងពីឆ្នាំ2007មកម្ល៉េះហើយសកម្មភាពរបស់សហគមន៍គឺការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ម្យ៉ាងវិញទៀតគឺនៅក្នុងសហគមន៍របស់លោកអ៊ុំមានសកម្មភាពមួយចំនួនទៀតដូចជាការនេសាទហើយនិងការកែច្នៃជាដើមសាមជើងក្នុងតួយំទុំដីហាលិនសត្រាចៅចិនកំបានអាចចិត្តដងអើយតខំផ្នែកលោកាដោយខ្លាចមុខដាច់សងបាញ់រួចតែចំបាញ់កំសូនកំលែងនឹងទីចំណោបៃលិនសោផនលឹកដល់ខ្ញុំយ៉ាមិនស្នាព្រៀនความជាតិក្រាបដំណប់លៀងទំនួញជាតិមុននាយទុនព្រៃត្បូងកណ្ដ